Hello ហើយក៏សួស្តីដល់ប្រិយមិត្តទាំងអស់គ្នាឥឡូវយើងមកជួបគ្នាម្ដងទៀតនិយាយតអំពីសាច់រឿងនៃ Tokyo Revenger នៃភាពបន្តដែលចំណងជើងសម្រាប់ចំពោះនេះដែរត្រូវបានគេហៅថាទទួលបានអំពីវានៅក្នុងចំពោះនេះដែរយើងបានឃើញផលវិបាកនៃការស្លាប់របស់ Takemichi ដែលការពិភាក្សាមុនហ្នឹងបណ្ដាសារបស់ Mikey គឺត្រូវបានសម្លាប់តួឯកប្រុសរបស់យើងហើយបន្ទាប់មកយើងទាំងអស់គ្នាក៏បានឃើញតួឯកប្រុសរបស់យើង Takemichi ហ្នឹងគឺស្លាប់នៅក្នុងដៃរបស់ Mikey ប៉ុន្តែមុនពេលស្លាប់ Takemichi ក៏បានព្យាយាមឆ្លងពេលវេលាដល់ចាប់ដៃជាមួយនឹង Mikey ណាប៉ុន្តែពេលវេលាឆ្លងរបស់ពួកគេហ្នឹងគឺមិនដំណើរការទេដែលនៅចំពោះដើមនៃសមាជិកធំបានទាំងអស់កំពុងតែប្រតិកម្មចំពោះ Mikey និង Takemichi ដែលពួកគេទាំងអស់គ្នានឹងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកព្រោះកាលពីមុន Mikey គឺមិនបង្ហាញភាពទន់ខ្សោយរបស់គាត់នៅចំពោះមុខអ្នកដទៃទេតែគឺនៅលើកនេះដែរ Mikey ក៏បានបង្ហាញអារម្មណ៍របស់គាត់នៅចំពោះមុខមនុស្សគ្រប់គ្នាទាំងសមាជិកនៃ Thoman និងសមាជិកនៅក្រុម Kantomanji មនុស្សគ្រប់គ្នាក៏បានឃើញ Mikey កំពុងតែស្រក់ទឹកភ្នែកចុះហើយក្រុម Thoman របស់តួឯកប្រុសរបស់យើងទាំងអស់គ្នានឹងគឺមានការសោកស្ដាយនៅពេលដែលឃើញឈុតឆាកដល់សាហាវមួយនេះហើយពួកគេទាំងអស់គ្នានឹងគឺបានយំខណៈពេលដែល Mikey ក៏បានអបអរសាទរជាមួយនឹង Takemichi ដែលបញ្ជាក់ថាទង្វើរបស់គាត់កំពុងតែធ្វើមួយនេះ Takemichi ដើម្បីការពារទៅលើ Mikey ណាពីព្រោះ Takemichi គឺចង់ការពារ Mikey ពីបណ្ដាសាហើយគាត់សុកចិត្តស្លាប់ទៅជាមួយនឹងបណ្ដាសានេះចឹងបើចំពោះ Mikey វិញបន្ទាប់ពីបានស្ដាប់រឿងរបស់គាត់កន្លងមកនេះបើថាអតីតកាលរបស់គាត់នឹងបានស្លាប់ម្ដាយនិងចំពោះការស្លាប់របស់បងប្រុសរបស់គាត់ Shinichiro ក្តី Mikey ក៏បានទទួលរងភាពសោកសៅរបស់គាត់នឹងកន្លងមកហើយឥឡូវដូចគ្នា Mikey ក៏បានចាត់ទុក Takemichi ធៀបជាមួយនឹងបងប្រុសមកកើតរបស់គាត់ចឹងហើយនៅពេលនេះដូចជាកោះអាកាយពីភាពឈឺចាប់របស់គាត់ម្ដងទៀតចឹងយ៉ាងណាមិញនៅក្នុងឈុតឆាកបន្ទាប់ទៀតអពុធហេតុនឹងក៏បានកើតឡើងយើងដឹងត្រឹមថាធម្មពលពេលវេលាក៏បានធ្វើដំណើរការលោតផ្លោះឬក៏ឆ្លងចូលនៅអតីតកាលសាជាថ្មីម្ដងទៀតគឺដោយសារតែ Takemichi គឺជាមនុស្សតែម្នាក់គត់ដែល Shinichiro ជឿទុកចិត្តចឹងនិយាយពីការឆ្លងចូលមកពេលវេលានេះគឺជាពេលវេលាដែលពួកគេនឹងគឺនៅការពីកុមារភាពទៅវិញនៅពេលដែលមនុស្សម្នាក់នឹងកំពុងតែបើកភ្នែកនៅក្នុងពេលវេលានេះដំបូងយើងក៏បានឃើញមានក្មេងប្រុសម្នាក់ដែលត្រូវជាកុមារា Takemichi ហើយមកគេឡើងខ្ជូតឡើងគួរឲ្យស្រឡាញ់ហ្មងណា baby ហើយនៅពេលនោះដែលកុមារា Hanagaki Takemichi គឺបានភ្ញាក់ពីដំណេកគ្នាគឺមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងគាត់ក៏បានកត់សម្គាល់ឃើញប្រតិទិននៅលើជញ្ជាំងរបស់គាត់ទាំងនោះទើបតែដឹងថាឆ្នាំនេះគឺជាឆ្នាំ1998ហើយនៅពេលដែលគាត់នឹងគឺបានឃើញនៅការបរិច្ឆេទមួយនេះគាត់ទើបតែដឹងថាខ្លួនរបស់គាត់នឹងបានធ្វើដំណើរឆ្លងពេលវេលាមកកាន់អតីតកាលនៃពេលវេលាតាំងពី10ឆ្នាំមុនមកម្លេះចង់និយាយថាគឺ10ឆ្នាំមុនណានៅពេលដែល Hanagaki Takemichi នឹងគឺបានឃើញចឹងភ្លាមកុមារា Takemichi នឹងក៏បានចូលនៅក្នុងបន្ទប់ទឹករបស់គាត់ហើយ Takemichi គឺបានឆ្លុះកញ្ចក់មើលមុខរបស់ខ្លួនឯង Takemichi នឹងគឺមានការភ្ញាក់ផ្អើលដោយសារតែគាត់នឹងទើបដឹងថាខ្លួនឯងនឹងគឺជាកុមារម្នាក់ហើយគាត់ក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងណាស់ដែរថាគាត់ចំលើគាត់ក្មេងម៉េះឥឡូវក្មេងតូចបន្ទាប់មក Takemichi ក៏បានចាប់ផ្ដើមមានអារម្មណ៍គិតអំពីការឆ្លងពេលវេលាមួយនេះមុនពេលដែលគាត់បានឆ្លងមកខ្លួនរបស់គាត់គឺត្រូវបានស្លាប់បន្ទាប់ហើយចុះហេតុអ្វីបានជាគាត់អាចឆ្លងមកពេលវេលានេះបានហើយពីគិតនិងពិចារណារួច Takemichi ក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើ Mikey វិញហើយឥឡូវនេះ Mikey កំពុងតែនៅកន្លែងណាចឹងហើយគាត់ក៏ចាប់ផ្ដើមរត់សម្ដៅទៅផ្ទះរបស់ Mikey តែម្ដងដោយសារតែគាត់ចង់ដឹងថា Mikey គឺនៅមានជីវិតដែរឬទេបន្ទាប់ពី Takemichi ក៏បានរត់សម្ដៅទៅផ្ទះរបស់ Mikey ដល់រួចគាត់ក៏បានចិត្តចណ្ដឹងហៅ Mikey ចឹងស្រាប់តែភ្លាមនោះ Takemichi ក៏បានប្រឈមមុខជាមួយនឹងក្មេងក្បាលខូចប៉ាជីទៅវិញពីព្រោះការនឹងប៉ាជីគាត់តែងតែមានអត្តចរិតកោងការអញ្ចឹងហើយគាត់គិតថា Takemichi នឹងមកអត់លើនៅចំពីមុខផ្ទះរបស់គេគាត់ស្មានតែចោលចង់ចូលលួចផ្ទះរបស់គេអញ្ចឹងចំណែកឯ Takemichi ក្រោយពីបានឃើញអបិប៉ាជីជាលើកដំបូងគឺគាត់ពុំទាន់ស្គាល់អបិប៉ាជីឡើយ Takemichi គឺមានអារម្មណ៍ថាប្រហែលដូចជាធ្លាប់ជួបនៅកន្លែងណាណោះដោយសារតែគាត់នៅពីក្មេងអញ្ចឹងគាត់អត់ចាំមុខអបិប៉ាជីអញ្ចឹងនិយាយពីប៉ាជីវិញពេលដែលគាត់បានឃើញ Takemichi ភ្លាមមើលទៅដូចជាគាត់នឹងកំពុងតែខឹងជាមួយ Takemichi និងគុំ Takemichi នឹងតាំងពីកាលណាអញ្ចឹងនៅពេលដែលប៉ាជីក៏បានចូលមកជិត Takemichi ប៉ាជីក៏បានសួរ Takemichi ថាតើមករក Mikey ធ្វើអីតើឯងមានរឿងអ្វីជាមួយនឹង Mikey ហ៎អាប៉យព្រមទាំងប៉ាជីនឹងក៏បានស្ដីឲ្យ Takemichi ខ្លាំងព្រមទាំងវាយមកកាន់ Takemichi ថែមទៀតផងព្រោះថាថ្ងៃនេះប៉ាជីគឺត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធជាមួយនឹង Mikey នៅក្នុង timeline មួយនេះដល់ពេលនេះឃើញ Takemichi មករក Mikey អញ្ចឹងទើបគាត់យល់ច្រឡំថា Takemichi នឹងគឺជាគ្នាឬក៏ប៉ះពោះរបស់ Mikey ម្នាក់ទៀតអញ្ចឹងហើយប៉ាជីក៏បានធ្វើការដាក់ទណ្ឌកម្មទៅលើ Mikey ថាវាយគ្នារបស់ Mikey អញ្ចឹងដែលប៉ាជីនឹងគឺកៅឆាយមកដៃតាមព្រលឹមតែម្ដងហើយ Takemichi វិញគាត់ថាអត់ដឹងអីហងមកវាយគេគ្នាឡើងក្មេងស្លូតមើលទៅឡើងក្មេងតូចហ្មងហើយនៅក្នុងបន្ទាត់ពេលវេលាមួយនេះដែរយើងក៏បានឃើញវត្តមានរបស់អ៊ីម៉ាដែលកំពុងតែមកដល់នេះកំពុងតែស្ដីបន្ទោសឲ្យប៉ាជីថាកុំឆ្លោះគ្នានៅមុខផ្ទះរបស់អ្នកដទៃបែបនេះអីយើងមើលទៅគួរឲ្យអស់សំណើចពេលដែលឃើញតួអង្គក្មេងៗបែបនេះអញ្ចឹង
ភ្លាមៗនោះបងប្រុសរបស់ Mikey Shinichiro ក៏បានចេញមកដែរហើយក៏បានសួរទៅក្មេងៗថាតើមានរឿងអ្វីមែនក្មេងៗពីព្រោះគាត់កំពុងតែឮសំឡេងរំខានយ៉ាងខ្លាំងចំណែកឯ Takemichi ដឹងថានៅពេលនេះគាត់ឃើញ Shinichiro និង Ima ភ្លាមគាត់ក៏បានទទួលស្គាល់ថាតួអាចប្រុសរបស់យើងនឹងគឺធ្លាប់ស្គាល់ពួកគេពីព្រោះ Takemichi ដឹងថាដំណើរការអ្វីៗគ្រប់យ៉ាងនៅពេលវេលានេះគឺបានមកសភាពដើមវិញហើយក៏ប៉ុន្តែភ្លាមពេកគ្នានៅមានអារម្មណ៍តក់ស្លុតដដែលហើយគាត់ក៏បានត្រឹមតែសម្លឹងមើលមនុស្សគ្រប់គ្នាដែលខំប្រឹងបើកភ្នែកប៉ុណ្ណាណីហើយខំមកទៀត Shinichiro ក៏បានកត់សម្គាល់ឃើញ Sansu កំពុងតែមកដល់ទីនេះដែរហើយនៅក្នុងចម្ពោះនេះផ្ទះរបស់អបិ Sansu នឹងគឺនៅជិតផ្ទះរបស់ Mikey អញ្ចឹងហើយមើលទៅមុខរបស់ Sansu ទៅគឺអត់មានស្នាមត្រង់មាត់ទាំងសងខាងរបស់គាត់ទេហើយយើងមើលឃើញគាត់នឹងកំពុងតែរៀបចំទៅសាលារៀនឃើញដូច្នេះប៉ាជីបានចាប់ដើមនិយាយជាមួយ Sansu ថាបើសិនជា Sansu មកទីនេះមុននេះបន្តិចប្រហែលជាបានវាយគ្នាជាមួយនឹងគាត់ហើយមើលទៅនិយាយទៅយ៉ាប់ហ្មងកូនណាគិតតែរឿងវាយគ្នាហ្មងដែលបន្តសាច់រឿងទៅមុខទៀតពេលនោះ Takemichi ក៏ចាប់អារម្មណ៍ជាមួយនឹង Sansu ភ្លាមទាំងពីរនាក់ក៏បានចាប់ដើមសម្លឹងមើលមុខគ្នាតែម្ដងហើយ Sansu ក៏បានប្រាប់ Shinichiro ថាតើ Mikey នៅឯណាតាមបង Shinichiro Mikey នៅណាខ្ញុំមក Mikey អញ្ចឹងហើយមិនបាច់ឆ្ងល់ទេថា Mikey បាត់ទៅណាគឺស្មាននឹងកូននឹងកំពុងតែដេកមិនទាន់ក្រោកផងបន្ទាប់មកបងប្រុស Mikey ដែលត្រូវជា Shinichiro នឹងក៏បានស្រែកហៅឈ្មោះ Mikey ហើយចេញមកពូមានគេមករលេងជាមួយនឹង Mikey ច្រើនណាតែយើងមើលស្ថានភាពនៅពេលនេះទាំង Shinichiro Sansu Ima និង Pachi កំពុងតែសម្លឹងមើលមកកាន់ Takemichi ទាំងអស់គ្នាកំពុងតែសម្លឹងមើលគាត់ហើយសួរគាត់ថាតើគាត់នឹងជានរណាហើយមានឈ្មោះអ្វីដែរពីព្រោះពួកគេមិនដែលឃើញ Takemichi ពីមុនមកទេដោយសារតែ Takemichi មិនដែលមកទីនេះអញ្ចឹងកំពុងតែវង្វេងនៅគំនិតរបស់ Takemichi ផងក្នុងវេលាមួយនេះ Takemichi ពុំបានឆ្លើយជាមួយនឹងអ្នកទាំងអស់គ្នាទេនៅពេលហ្នឹងដែរវត្តមានរបស់ក្មេងក្បាលខូច Mikey ក៏បានលេចមុខមកដែរហើយ Mikey ក៏បានចូលទៅចិត្តតួអាចប្រុសរបស់យើង Takemichi ហើយចាប់ផ្ដើមនិយាយសួររក Takemichi ថាតើឯងមានឈ្មោះអ្វីរីឯ Takemichi វិញបន្ទាប់ពីឮសំណួរទាំងអស់នេះអំពីអ្នកទាំងអស់គ្នារួច Takemichi ក៏បានគិតថាអារម្មណ៍របស់គាត់នៅពេលនេះព្រោះគាត់ទើបតែបាយពីពួកគេត្រឹមតែពី3នាទីប៉ុណ្ណោះក្នុងការស្លាប់នៅក្នុងកំឡុងដែលប្រយុទ្ធជាមួយនឹង Mikey វាច្បាស់ណាស់នៅក្នុងពេលវេលាមួយនេះមនុស្សគ្រប់គ្នានឹងអាចបំភ្លេចតួអាចប្រុសរបស់យើងបានពីព្រោះ timeline មួយនេះដែល Mikey គឺមិនទាន់បានស្គាល់ទៅលើតួអាចប្រុសរបស់យើងនៅឡើយទេដែលពួកអ្នកទាំងអស់គ្នានឹងគឺមិនបានចងចាំទៅលើ Takemichi អញ្ចឹងដូច្នេះនៅពេលដែលគាត់ដឹងរឿងទាំងអស់នេះរួចTakemichi គឺបានគិតថាគឺមិនអីទេសម្រាប់បញ្ហាមួយនេះពីព្រោះបើសិនជាមិត្តរបស់គាត់គឺនៅរស់និងមានសុវត្ថិភាពគ្រប់គ្នាលហើយមិត្តរបស់គាត់នឹងរស់នៅដោយសេចក្តីសប្បាយរីករាយតែមានណានៅក្នុងកំឡុងពេលហ្នឹងនៅពេលដែល Mikey ក៏បានឃើញ Takemichi ចាប់ផ្ដើមស្រក់ទឹកភ្នែក Mikey ស្រាប់តែមើលស្គាល់ថានេះគឺជាក្មេងកំពូលយំ Takemichi សោះហើយ Mikey ក៏បានហៅឈ្មោះ Takemichi ភ្លាមដែលគាត់និយាយថាឯងគឺជា Takemichi មែនគ្រាន់តែលើពាក្យ Mikey ហៅឈ្មោះខ្លួនបែបនេះ Takemichi បានឆ្ងល់ថាពួកគេគឺមិនបានស្គាល់ខ្លួនពីមុនមកទេចុះហេតុដូចម្ដេច Mikey បានស្គាល់ឈ្មោះរបស់គាត់អញ្ចឹងចំពោះ Takemichi ពុំនឹកស្មានមិនដល់ថាមនុស្សគ្រប់គ្នាគឺមានសុវត្ថិភាពហើយយ៉ាងណាក៏ដោយការពិតដែល Mikey ទទួលស្គាល់ Takemichi អាចមានន័យថា Mikey គឺបានរក្សាការចងចាំទាំងអស់របស់គាត់តពីពេលវេលានៅអនាគតហើយក៏មានន័យថា Mikey ប្រហែលជាអ្នកអាចឆ្លងពេលវេលានៅក្នុងពេលតែមួយជាមួយនឹងតួអាចប្រុសរបស់យើងដែលទាំងពីរអ្នកហ្នឹងគឺបានធ្វើកន្លងមកដែលមានន័យថា Mikey ក៏អាចឆ្លងពេលវេលាបន្ទាប់ពី Takemichi ពីព្រោះនៅពេលដែលនៅក្នុងសមរភូមិរបស់ពួកគេទាំងពីរនាក់ Takemichi គឺបានណែនាំថា Mikey គឺជាអ្នកបន្តវេនពីគាត់លហើយជាធម្មតាទេ Mikey នឹងមានការចងចាំពីអនាគតជាក់ជាមិនខានឥឡូវបំណងប្រាថ្នារបស់ពួកគេទាំងពីរនាក់ហ្នឹងគឺបានសម្រេចហើយណាត្រឡប់មកវិញទាំង Takemichi និង Mikey គឺបានស្គាល់គ្នាបែបនេះពួកគេគឺមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ហើយពួកគេនឹងក៏ចាប់ផ្ដើមយំសប្បាយចិត្តនៅពេលដែលបានឃើញគ្នានៅរូបបែបនេះអញ្ចឹងថាលេងបានឃើញមុខ Takemichi ទៀតហើយពីព្រោះគាត់គិតថាសម្រាប់ Takemichi ដូច្នេះទើបធ្វើឲ្យ Mikey នឹងសប្បាយចិត្តដល់រំជួលចិត្តខ្លាំងពេកដែលបានជួបមិត្តសម្លាញ់របស់គាត់ម្ដងទៀតនៅពេលដែល Takemichi និង Mikey គឺដឹងអ្វីៗគ្រប់យ៉ាងរួចអស់ហើយពួកគេគឺចាប់ផ្ដើមស្រែកឡូឡាតែម្ដងព្រោះតែនេះគឺជាឈុតឆាកដ៏កំប្លែងមួយដែលយើងបានឃើញទាំង Shinichiro, Pachi, Sansu និង Ima ដែលទាំងអស់គ្នាកំពុងតែមើលរឿងរ៉ាវទាំងនេះដែលកើតឡើងចំពោះពួកគេហើយពួកគេនឹងក៏មានអារម្មណ៍ច្បោកច្បល់យ៉ាងខ្លាំងចំពោះអាកប្បកិរិយានៃចម្លែករបស់ Mikey និង Takemichi ផងដែរត្រង់ចំពោះនេះគឺបានបង្ហាញថាពេលវេលាដ៏ល្អមួយដែលយើងបានឃើញ Mikey និង Takemichi ដែលលេងជាមួយគ្នាកាលពីកុមារភាពដែលនៅកាលពីក្មេងរត់ស្រាតមួយគ្នាណាគេដែលចឹងអត់យើងមើលទៅពួកគេហាក់ដូចជាមានមោទនភាពនិងសប្បាយរីករាយខ្លាំងណាស់ដែលឃើញពួកគេកំពុងតែរត់ហើយពួកគេគ្រាន់តែរត់ដេញតាមគ្នាតែប៉ុណ្ណោះពីព្រោះពួកគេកំពុងតែហួសចិត្តនៅក្នុងរឿងទាំងអស់នេះដោយពួកគេនឹងកំពុងតែគិតថាតើពួកគេទាំងពីរនាក់នឹងកំពុងតែយល់សមមែនទេឬអាណប់ដែលសបិនរបស់ពួកគេនឹងក៏បានខ្លាចជាការពិតហើយបន្ទាប់មក Mikey ក៏បានសម្រេចចិត្តសន្ទនាឯកជនជាមួយនឹង Takemichi ហើយពួកគេក៏បានឈរនៅលើអគារដើម្បីនិយាយជាមួយនឹងគ្នាតែនៅក្នុងកិច្ចសន្ទនារបស់ពួកគេទាំងពីរនាក់ហ្នឹងគឺបានពិភាក្សាថាអំពីពេលវេលាដែលបានលោតមកឬក៏បានឆ្លងមកហើយគាត់ក៏ចាប់ផ្ដើមនិយាយថាគាត់ហ្នឹងគឺមានអារម្មណ៍អ្វីមួយនៅពេលដែលគាត់ហ្នឹងគឺបានចាប់ដៃជាមួយនឹង Takemichi បន្ទាប់ពីនោះទឹកភ្នែករបស់គាត់កំពុងតែស្រក់មកលើដៃរបស់ពួកគេទាំងពីរនាក់ហើយរួចពីហ្នឹងពួកយើងក៏បានធ្វើដំណើរត្រឡប់មកវិញនៅពេលវេលាកាលពីកុមារភាពទៅវិញ
និយាយនឹងពិភាក្សាគ្នារួច Mikey ជាមួយនឹង Takemichi ពួកគេគឺចង់រក្សាទុករឿងនេះតែពីរនាក់តែប៉ុណ្ណោះដែលមិនចង់ឲ្យពីណាគេដឹងឡើយបន្ទាប់ពីនឹង Mikey ក៏បានសន្យាជាមួយនឹង Takemichi វិញម្ដងទៀតដែលថាឯងឥឡូវនេះគឺមិនតស៊ូតែម្នាក់ឯងពេញមួយជីវិតដោយការពីមុនទេដែលលើកនេះ Takemichi គឺមានគាត់ក្នុងការជួយរឿងទាំងអស់នេះចឹង Mikey កុំបាច់បារម្ភអីព្រោះលើកនេះគឺមាន Mikey ចាំជួយអញ្ចឹងហើយពួកគេក៏បន្តរត់ដេញគ្នាទៀតទៅដើម្បីផ្លាស់ប្ដូរអតីតកាលឲ្យពួកគេនឹងឲ្យកាន់តែប្រសើរឡើងបដូរមកទំព័រថ្មីមួយទៀតអស់ពេលមួយរយៈក្រោយមក Mikey ក៏បានជួបជាមួយនឹងសមាជិកធំម៉ានដំបងទាំង6នាក់បងបញ្ចូលជាមួយនឹង Takemichi ម្នាក់ទៀតគឺបានចូលរួមជាមួយនឹងពួកគេផងដែរហើយ Mikey ក៏បាននិយាយជាមួយពួកគេទាំង7នាក់នឹងថាខ្ញុំនឹងបង្កើតក្រុមថ្មីមួយសម្រាប់ពួកគេប៉ុន្តែ Takemichi បានសួរទៅ Mikey ថាតើគាត់អាចអញ្ជើញមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតឲ្យចូលរួមជាមួយនឹងពួកគេបានដែរឬទេហើយនៅក្នុងឈុតឆាកបន្ទាត់ពេលវេលាមួយនេះយើងក៏បានឃើញមិត្តដែល Takemichi កំពុងតែនិយាយនឹងគឺជាអបេ Kisaki ពីព្រោះថាក្នុងបន្ទាត់ពេលវេលាមួយនេះ Kisaki គឺជាមិត្តភ័ក្តិតែម្នាក់របស់ Takemichi មែនការក៏ជួយណា Mikey គ្រាន់តែឃើញ Takemichi បបួលមិត្តភ័ក្តិចូលរួមក្រុមរបស់គាត់បែបនេះគឺគាត់បាននឹកឃើញមនុស្សម្នាក់ទៀតដែលមិនទាន់បានអញ្ជើញដែលមនុស្សម្នាក់នោះគឺជាអបិសាស៊ូហើយពួកគេកំពុងតែគិតកគ្នាបានញញឹមជាមួយនឹងគ្នាផងដែរមើលទៅគឺមានក្តីសុខហ្មងរីឯសានស៊ូវិញគឺគាត់បានគិតជាមួយ Mikey ថានឹងចូលរួមក្រុមហ្គេងអីក៏អាចចូលចិត្តដែរព្រោះសានស៊ូគិតថាវានៅក្រៅកន្លែងណាសម្រាប់គាត់ក្នុងការចូលរួមក្រុមមួយនេះប៉ុន្តែក៏សប្បាយចិត្តខ្លាំងណាស់ដែរពេលដែល Mikey អញ្ជើញគាត់អញ្ចឹងថាកូនគេពុំសិក្សាមកឲ្យចូលហ្គេងអីណាសាហ្មង Mikey ព្រោះដោយសារតែសានស៊ូនិង Mikey គឺជាមិត្តដ៏ល្អក្នុងពេលវេលាមួយនេះដែរឥឡូវយើងចប់ពីវគ្គហ្នឹងយើងចូលមកវគ្គថ្មីមួយទៀតបន្ទាប់ពីប្រហែលថ្ងៃក្រោយមកទៀតគឺជាថ្ងៃដែលខួបកំណើតរបស់ Mikey ដែល Shinichiro ហ្នឹងគឺបានផ្ដល់ម៉ូតូជាកាដូថ្ងៃសម្រាប់ខួបកំណើតរបស់ Mikey ក្នុងនោះក៏មានអបេខាស៊ូត្រាប៉ាជីនិងអ៊ីម៉ាក៏នៅជាមួយនឹង Shinichiro ផងដែរហើយពួកគេរំភើបខ្លាំងណាស់ចំពោះកាដូថ្មីរបស់ Mikey ដែលឥឡូវនេះ Mikey និង Takemichi ក៏បានជួយសង្គ្រោះមនុស្សគ្រប់គ្នាឲ្យរួចផុតពីបណ្ដាសានេះបានហើយយើងក៏ឃើញសមាជិកទាំងអស់នៃក្មេងតំណែងទាំងអស់ប្រចាំនៅប្រទេសជប៉ុននេះដែលជនទាំងអស់នោះក៏មានជីវិតមកសារជាថ្មីផងដែរដូចជាក្រុមនាគខ្មៅនិងក្រុម Tenjiku Gang ជាមួយនឹង Roko Hara Tendai ក៏មាននៅក្នុងនោះដែរព្រោះថា Takemichi កំពុងតែនិយាយប្រាប់ថាគាត់នឹងកំពុងតែជួយសង្គ្រោះអ្នកទាំងអស់គ្នាហើយបន្ទាប់ទៀតយើងក៏ឃើញសមាជិកនាគខ្មៅនិងក្រុម Tenjiku Gang គឺបានចូលរួមក្រុមជាមួយនឹងក្រុម Thoman ដែរពីព្រោះ Thoman ឥឡូវគឺបានក្លាយជាក្រុមក្មេងទំនើងលំដាប់លេខ1នៅក្នុងប្រទេសជប៉ុនមួយនេះទីបំផុតហ្នឹងគឺយើងបានឃើញ Mikey គឺឈានដល់ការសម្រេចចិត្តនៅក្នុងក្តីសម្រេចរបស់គាត់ព្រោះពេលវេលានៅអនាគតរាប់មិនអស់ទៅហើយក្នុងជីវិតរបស់ Mikey ប្រែជាអាក្រក់ឥឡូវបែរទៅជាល្អវិញហើយទាំងអស់នេះគឺជាពេលវេលាតែមួយគត់ដែល Mikey សម្រេចនៅគោលដៅរបស់គាត់ណាព្រោះ Mikey គឺបានពិគ្រោះជាមួយនឹង Takemichi ថាក្រុមរបស់ពួកគេនឹងគឺធំណាស់ហើយឥឡូវនេះគឺសមាជិករបស់ពួកគេគឺមាន8ផ្នែកធំចំណែក Mikey គឺជាប្រធានក្រុមហើយ Kraken នឹងគឺជាអនុប្រធានចំណែក Takemichi គឺជាប្រធាននៃទ្រឹស្ដីហើយនៅឈុតបន្ទាប់ទៀត Mikey ក៏បានសម្រេចចិត្តបំបែកក្រុមធំម៉ានរបស់ពួកគេចោលដែលយើងឃើញ Mikey នឹងកំពុងតែយំយ៉ាងខ្លាំងចឹងយ៉ាងណាក៏ដោយនៅក្នុងចុងបញ្ចប់នៃចម្ពោះនេះយើងក៏បានឃើញឈុតឆាកនៅពេលអនាគតដែលរំលេចទៅឃើញព្រះវិហារមួយវាហាក់បីដូចជាកន្លែងមង្គលការរបស់ពីណាគេអញ្ចឹងដែលរឿងទាំងអស់នេះគឺឈានទៅដល់វគ្គចុងបញ្ចប់នៅក្នុងសាច់រឿង Tokyo Revenger ណាហើយខ្ញុំសន្មតថាសម្រាប់មង្គលការនេះច្បាស់ណាស់នឹងតួឯកប្រុសរបស់យើងនឹងរៀបការជាមួយនឹងសង្សាររបស់គាត់ដែលទៅជាហ៊ីណាណាអញ្ចឹងតិចទៀត Takemichi នឹងអស់កន្លោះឲ្យគ្នាយើងពួកគ្នាខំលះបង់ការតស៊ូយ៉ាងលំបាកដើម្បីតែសុភមង្គលខ្លួនណាឥឡូវនេះ Takemichi គាត់អាចធ្វើបានហើយ